បង្គាឆាជាមួយនឹងមីសួររូបមន្តងាយស្រួលហើយឆាទៅសាច់បង្គារបស់យើងនៅស្រស់ល្អហើយមីសួរវិញគឺលក្ខណៈថាអត់មានស្អិតជាប់បាត់ខ្ទះខ្លាំងទេហើយពណ៌ក៏ល្អទៀតមកវិធីធ្វើងាយជាដំបូងគឺខ្ញុំចាប់ផ្ដើមលាងបង្គាឲ្យវាស្អាតហើយខ្ញុំក៏លាងមីសួរនេះគឺខ្ញុំត្រាំមកសបកដែរឲ្យវារឹងរីកល្អល្មមតែយើងមើលថារីកប៉ុណ្ណឹងល្មមហើយគឺយើងស្រង់វាចេញលាងទឹក2 3ទឹករួចជាការស្រេចត្រាំជាមួយនឹងទឹកត្រជាក់បងប្អូនអាចត្រាំប្រហែលជា5នាទីអីទៅបានហើយបើមើលតាមជាក់ស្ដែងក៏បានដូចគ្នាគ្រឿងផ្សំអត់មានអីច្រើនទេមានដូចជាខ្ទឹមស្ករប៊ីចេងម្សៅស៊ុបរ៉ូឌីអីហ្នឹងគឺបងប្អូនដាក់ម៉ាក់ណាក៏បានដូចគ្នាខ្ញុំចាប់ផ្ដើមកាត់មីសួរឲ្យវាខ្លីល្មមកុំឲ្យវាវែងពេកយើងអាចកាត់វែងជាងនេះក៏បានដូចគ្នាតាមចំណង់ចំណូលចិត្តជាទូទៅខ្ញុំកាត់ប្រវែងហ្នឹងហើយជាកដលថែមទៀតក៏បានដែរតាមចំណង់ចំណូលចិត្តយើងចូលចិត្តដាក់អីក៏យើងដាក់តាមហ្នឹងទៅព្រោះថាយើងធ្វើហូបគឺអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់អ្នកហូបបន្ទាប់មកទៀតគឺខ្ញុំលាយមីសួរនេះជាមួយនឹងគ្រឿងឲ្យហើយមុននឹងខ្ញុំយកទៅឆាហើយធ្វើបែបនេះគឺឲ្យមីសួរយើងបានពណ៌ឡើងល្អនិងសព្វជាមួយនឹងគ្រឿងបានល្អហើយឆាទៅងាយស្រួលទៀតគ្រឿងអត់មានអីច្រើនទេខ្ញុំលាយជាមួយនឹងទឹកស៊ីអ៊ីវខាប់បន្តិចនិងទឹកស៊ីអ៊ីវធម្មតាយើងបន្តិចរូបគោរបស់ខ្មែរយើងបន្ទាប់មកខ្ញុំចាប់ផ្ដើមហាន់ចិញ្ច្រាំខ្ទឹមសខ្ទឹមក្រហមបងប្អូនដាក់ទាំងពីរមុខក៏បានដាក់តែមួយមុខក៏បានខ្ទឹមសឡើងឈ្ងុយល្មមហើយចាប់ផ្ដើមដាក់បង្គាចូលបង្គានេះបងប្អូនចង់កាត់ក្បាលកាត់អីបកឬមួយក៏មិនក៏បានដែរអាស្រ័យទៅលើបងប្អូនធ្វើទេណាមួយយើងធ្វើជាទូទៅយើងធ្វើញ៉ាំនៅផ្ទះគឺយើងតាមពេលវេលាដែរពេលខ្លះយើងអត់សូវមានពេលក៏យើងដាក់ទៅជាអញ្ចឹងតែម្ដងក៏បានដូចគ្នាព្រោះថាយើងអត់បានធ្វើលក់អញ្ចឹងណាបើថាធ្វើលក់យើងត្រូវការស្តុកណាមួយដើម្បីបែបណាគឺបែបនឹងរហូតអញ្ចឹងខ្ញុំបន្ទាប់មកខ្ញុំដាក់ទឹកត្រីបង្គាឆាមីសួរនេះបងប្អូនអាចដាក់បន្ថែមជាមួយនឹងការ៉ុតឬមួយក៏ខ្ទឹមបារាំងស្លឹកកញ្ឆាយទៀតក៏បានដែរតាមចំណង់ចំណូលចិត្តទេខ្ញុំអត់បានទិញហើយណាមួយក្មេងៗគឺអត់សូវជាចំណូលអីប្រហែលដែរអញ្ចឹងឆាមីសួរខ្ញុំលើកនេះគឺអត់មានបន្លែទេគឺមានតែមីសួរនិងបង្គាហើយនឹងពពុះសណ្ដែកបងប្អូនអាចដាក់តាមបន្លែតាមចំណង់ចំណូលចិត្តបានបើសិនជាបងប្អូនចូលចិត្តខ្ញុំបន្ថែមជាមួយនឹងស្ករសបន្តិចការថែមគ្រឿងថយគ្រឿងនេះគឺបងប្អូនអាចថែមថយទៅលើការភ្លក់មើលថាបងប្អូនភ្លក់ទៅរសជាតិវាល្មមអាចទទួលយកបាននៅអ្វីដែលបងប្អូនចូលចិត្តហើយគឺយើងដាក់ប៉ុណ្្នឹងមកអត់មានអីជាបញ្ហាចោលទេព្រោះថាការធ្វើពេលខ្លះគឺអត់ដូចគ្នាទាំងស្រុងទេបើសិនជាយើងថ្លឹងសាច់ថ្លឹងនេះទៅវាដូចគ្នាទាំងស្រុងតែបើនេះគឺពេលខ្លះសាច់បងប្អូនវាអាចលើសនឹងមីសួរច្រើនលើសនឹងតិចលើសនឹងគឺយើងថែមថយគ្រឿងតាមនឹងមិញនេះគឺខ្ញុំលួចប៊ីចេងបន្តិចចាក់មីសួរចូលមីសួរនេះគឺខ្ញុំបានដាក់គ្រឿងដូចជាទឹកស៊ីអ៊ូហើយនឹងទឹកស៊ីអ៊ូខាប់រួចរាល់ហើយធ្វើឲ្យមីសួរនេះគឺវាឡើងពណ៌ស្អាតតែម្ដងហើយវាអត់មើលទៅសរសៃមីសួរគឺស្វិតឆ្ងាញ់អត់ផុយហើយវាលក្ខណៈថាពណ៌ក៏ល្អដូចគ្នាកូរមីសួរច្របល់ជាមួយនឹងបង្គាយើងឲ្យបានសព្វល្អហើយយើងទុករយៈពេលប្រហែលជា5នាទីទៅ10នាទីទៅបានហើយបងប្អូនគឺវាឆ្អិនហើយមីសួរឆាខ្ញុំចូលចិត្តសរសៃវានៅស្វិតហើយពណ៌វាបែបនេះមើលទៅគួរឲ្យចង់ហូបមែនតែនហើយយើងឆាទៅវាអត់មានជាប់ខ្ទះហើយងាយស្រួលអត់ពិបាកទៅពេលបតាអីកោអីពិបាកស្អិតអីទេបងប្អូនអាចធ្វើតាមវិធីសាស្ត្រខ្ញុំបានខ្ញុំភ្លក់មើលទៅវាឆ្អិនហើយខ្ញុំក៏ចាប់ផ្ដើមដាក់ទឹកត្រីកោះកងយើងដាក់ចូលតែម្ដងទឹកត្រីបុកនេះបងប្អូនអាចហូបខាងក្រៅក៏បានដាក់ចូលឲ្យហើយអញ្ចឹងក៏បានដូចគ្នាតាមចំណង់ចំណូលចិត្តហើយតាមពេលវេលាដូចគ្នាខ្ញុំចង់លឿនក៏ខ្ញុំដាក់ចូលតែម្ដងហើយបើបងប្អូនអត់ចង់ដាក់ចូលទេបងប្អូនអាចចាក់ដាក់ចានហូបនៅខាងក្រៅបានដូចគ្នាខ្ញុំភ្លក់ទៅវានៅស្ទើតិចតួចអញ្ចឹងណាខ្ញុំបន្ថែមស្ករបន្ថែមអីបន្តិចទៀតអាហ្នឹងអាស្រ័យទៅលើបងប្អូនភ្លក់មើលតាមជាក់ស្ដែងថាវាល្មមប៉ុណ្ណាអីប៉ុណ្ណាហើយគឺយើងថែមថយតាមហ្នឹងទៅតាមយើងអ្នកធ្វើយើងចូលចិត្តរសជាតិបែបណាឆាមីសួរយើងអាចហូបលេងក៏បានហូបជាមួយបាយក៏បានសម្រាប់ក្មេងៗគឺចូលចិត្តមែនតើហើយសម្រាប់ខ្ញុំផ្ទាល់ក៏ចូលចិត្តដូចគ្នា
ឆាមីសួរខ្ញុំក៏បានឆ្អិនរួចរាល់ហើយអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់កុំភ្លេច subscribe វីដេអូខ្ញុំម្នាក់មួយផងណាបងប្អូនពេលរកនឹកមុខម្ហូបមិនឃើញឬមួយក៏អីអាចមើលក្នុង channel ខ្ញុំបានដើម្បីងាយស្រួលក្នុងការបងប្អូននេះអញ្ចឹងណាទាំងខ្ញុំទាំងគេពេលខ្លះក៏ភ្លេចដូចគ្នាសូមជួយ subscribe channel ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូបន្ត